ថៃបន្តកែសម្រួលយុទ្ធឧបករណ៍អាវុធធុនធ្ងន់និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់នៅរុស្ស៊ីថ្ងៃទី31ខែតុលាឆ្នាំ2025នេះនៅច្រកព្រំដែនអូស្មាច់ខេត្តឧត្តរមានជ័យយោភូមិភាគទី4កម្ពុជានិងកងទ័ពភូមិភាគ2ថៃបានរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោភូមិភាគកម្ពុជាថៃ OBC សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធនិងយុទ្ធឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់បន្ទាប់ពីកិច្ចប្រជុំពិសេសក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោភូមិភាគកម្ពុជាថៃ OBC កាលពីព្រឹកមិញនេះសហប្រធានដឹកនាំកិច្ចប្រជុំដោយឧត្តមសេនីយ៍ឯកពៅហេងមេបញ្ជាការយោភូមិភាគទី4កម្ពុជានិងឧត្តមសេនីយ៍តូវរយុនវ៉ាក់ស៊ីនមេបញ្ជាការកងទ័ពភូមិភាគទី2ថៃដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំនៅប្រទេសកម្ពុជានិងប្រចាំនៅប្រទេសថៃដើម្បីតាមដានទៀងទាត់និងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពភាគីទាំងពីរបានពិភាក្សានិងឯកភាពគ្នាលើផែនការជាក់លាក់ក្នុងការសម្រួលយុទ្ធឧបករណ៍និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហាននិងតាមដំណាក់កាលនៅក្រោមការសង្កេតនិងការផ្ទៀងផ្ទាត់របស់ AOT សម្ដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធាកិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង 15:47 នាទីជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀងនឹងចុះហត្ថលេខាលើកំណត់ហេតុរួមស្តីពីការកែសម្រួលយុទ្ធឧបករណ៍អាវុធធុនធ្ងន់និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់